សម្រាប់នេះក៏ snack របស់ខ្ញុំដែរអ្នកនរគ្នាគឺខ្ញុំអាចញ៉ាំជំនួសអាហារពេលព្រឹកឬក៏អាហារពេលយប់បានដូចគ្នាអញ្ចឹងណាអញ្ចឹងថ្ងៃនេះខ្ញុំញ៉ាំជាមួយនឹង kiwi on the top អាណានេះអញ្ចឹងនៅក្នុងនេះខ្ញុំមានដាក់គ្រាប់ chia seed គ្រាប់ស្រូវសាលីក៏ដូចជាផ្លែឈើគ្រាប់មុខហើយនឹងគ្រាប់ធញ្ញជាតិដូចជាគ្រាប់ល្ពៅគ្រាប់ឈូករ័ត្នអីអញ្ចឹងអ្នកនរគ្នានេះហើយខ្ញុំ add time ជាមួយនឹងទឹកដោះគោហើយនឹង yogurt ប៉ុន្តែពីច្រើនអ្នកខ្លះគេដាក់ជាមួយនឹងទឹកឃ្មុំតែខ្ញុំអត់ចូលចិត្តទាំងអស់ខ្ញុំជិះញ៉ាំបែបនេះចឹងចឹងញ៉ាំតែប៉ុណ្ណេះគឺខ្ញុំឆ្អែតបាយពេលព្រឹកទាំងអស់គ្នាទុកបាយពេលព្រឹកបានយូរហើយពេលញ៉ាំនេះទៅគឺវាជួយយើងបានច្រើនជួយឲ្យយើងចុះជាតិស្ករជួយឲ្យយើងទប់អាហារបានយូរក៏ដូចជាជួយដល់ស្បែកយើងទីអ្នកនរគ្នាដឹងហើយសិទ្ធិភេទorganic ទាំងអស់អញ្ចឹងញ៉ាំទៅវាអត់មានផលប៉ះពាល់ថាឲ្យយើងឡើងគីឡូឬក៏អីឆ្ងាញ់ណាស់នេះចឹងបើចង់បានសុខភាពល្អគួរតែញ៉ាំអាហារ breakfast បែបអញ្ចឹងឬក៏ពេលល្ងាចទៅតែសួរថាខ្ញុំញ៉ាំអញ្ចឹងហ្មងខ្ញុំមិនមែនញ៉ាំអញ្ចឹងthôiអ្នកនរគ្នាពេលខ្លះខ្ញុំធ្វើញ៉ាំ3-5ថ្ងៃអញ្ចឹងទៅខ្ញុំញ៉ាំដូចជាអាហាររបស់យើងដូចគ្នាដែរទេខ្ញុំមិនមែនធ្វើបាន 100% ទេអ្នកនរគ្នាព្រោះយើងក៏ត្រូវការជីវជាតិខ្លះដែរមិនមែនថាយើងញ៉ាំប្រភេទសាបអញ្ចឹងរហូតវាជួយសុខភាពយើងល្អវាជួយល្អដូចគ្នាប៉ុន្តែពេលខ្លះបើសិនយើងអត់លឺឡំជាមួយនឹងអាហារដែលយើងញ៉ាំខ្លះទេក៏យើងអត់មាន energy នៅក្នុងខ្លួនដែរតែខ្ញុំចូលចិត្តអ្នកនរគ្នាឆ្ងាញ់ហើយខ្ញុំត្រាំនេះមិនញ៉ាំបានភ្លាមណាខ្ញុំដាក់ overnight មួយយប់ព្រលឹមឡើងខ្ញុំដាក់ add time ផ្លែឈើក៏ដូចជាគ្រប់ទិញជាផ្សេងអញ្ចឹងទៅ